សួស្តីមួយបងប្អូនទាំងអស់គ្នាបាទក្រោយប្រឡងបាក់ឌុបប្រឡងបាក់ឌុបហើយមានអារម្មណ៍យ៉ាងម៉េចដែរស្រឡះក្នុងខ្លួនទេហើយសង្ឃឹមប្រមាណភាគរយនៅក្នុងការទទួលលទ្ធផលប្រឡងនៅថ្ងៃខាងមុខដ៏ខ្លីនេះបាទអញ្ចឹងមានសំណួរពីក្មួយបងប្អូនមួយចំនួនដែលគាត់សួរខ្ញុំថាគាត់រៀនចប់ហើយគាត់គាត់ត្រូវធ្វើអីគាត់រៀនជំនាញអីល្អគាត់រៀននៅសាលាណាល្អជាដើមអញ្ចឹងខ្ញុំសូមឆ្លើយសរុបទាំងអស់គ្នាតែម្ដងទៅអាចចូលមើលវីដេអូនេះបានហើយខ្ញុំមាន5ចំណុចសម្រាប់បងប្អូនក្មួយទាំងអស់គ្នាពិចារណាមិនមែនខ្ញុំលើកទៅត្រូវទេណាប៉ុន្តែអាចពិចារណាបានហ្នឹងហើយចំណុចទី1ហ្នឹងគឺការស្គាល់ខ្លួនឯងថាតើបងប្អូនក្មួយស្គាល់ខ្លួនឯងកម្រិតណាយើងសួរខ្លួនឯងសួរថាខ្លួនឯងនឹងចូលចិត្តអីបាទចូលចិត្តអីហើយចូលចិត្តអីហើយខ្លួនឯងនឹងពូកែអីហ្នឹងហើយពូកែអីមិនចូលចិត្តហើយរៀនមិនពូកែជំនាញហ្នឹងហើយយើងចូលចិត្តអាហ្នឹងយើងក៏ពិបាកដែរហើយសួរខ្លួនឯងទៀតថាតើនៅថ្ងៃអនាគតនោះតើខ្លួនឯងនឹងចង់ធ្វើអីហ្នឹងហើយបើយើងរកអាហ្នឹងមួយឃើញក៏ពិចារណាខ្លួនឯងបានហើយចំណុចទី2គឺការស្វែងយល់ពីជំនាញនិងសាកលវិទ្យាល័យកុំរើសតាមមិត្តភ័ក្តិកុំរើសតាមគ្នាកុំរើសតាមសង្សារត្រូវពិនិត្យមើលកម្មវិធីសិក្សារបស់គេហ្នឹងហើយតើសាកលវិទ្យាល័យហ្នឹងមានកម្មវិធីសិក្សាអីខ្លះមានជំនាញអីខ្លះតម្លៃសិក្សាហ្នឹងយ៉ាងម៉េចដែរថ្លៃពេកទេយើងអាចទៅរួចទេហើយឱកាសការងារដែលសិស្សរៀមច្បងដែលគាត់ចេញពីសាលាហ្នឹងឱកាសការងារគាត់ទូលំទូលាយទេអាហ្នឹងជាចំណុចដែលយើងត្រូវពិចារណាខ្លួនឯងណាហ្នឹងហើយចំណុចទី3យើងកុំទុកពេលវេលាចោលព្រោះយើងឥឡូវហ្នឹងសិតតែសម្រាប់អស់ហើយវ៉ាកងហើយប្រឡងបាក់ឌុបហើយទំនេរអញ្ចឹងឆ្លៀតពេលណាឆ្លៀតពេលទំនេរហ្នឹងគឺទៅរៀនកុំព្យូទ័រទៅរៀនជំនាញហ្នឹងហើយអញ្ចឹងកុំទុកពេលទំនេរពេករៀនអនឡាញខ្លះក៏បានដែរមិនអីទេអ្នកខ្លះនៅផ្ទះឆ្ងាយទេអីអាចរៀនតាមអនឡាញបានហើយសាលាគេឥឡូវស្រួលណាស់បាទបើតាមអនឡាញខ្លះរៀនទាំង free ទៅទៀតអត់យកលុយទេអញ្ចឹងបងប្អូនទុកចន្លោះពេលវេលាហ្នឹងសិក្សារៀនសូត្រខ្លះណាចំណុចទី4បងប្អូនត្រូវស្វែងរកអាហារូបករណ៍និងឱកាសហាត់ការមានន័យថាធ្វើការស្ម័គ្រចិត្តណានៅកន្លែងការងារណាក៏ដោយអញ្ចឹងយើងត្រូវដឹងថាការរៀនសូត្រជាពិសេសការរៀននៅសាកលវិទ្យាល័យគឺជាការចំណាយមួយដ៏ធំបាទគឺជាការចំណាយច្រើនអញ្ចឹងយើងត្រូវរកការងារកន្លែងណាមួយសម្រាប់ធ្វើការខ្លួនឯងចិញ្ចឹមខ្លួនឯងបានបាទការស្វែងរកអាហារូបករណ៍នេះគឺជាចំណុចមួយដែលយើងត្រូវចាំបាច់ត្រូវតែរកដែរសម្រាប់អ្នកដែលមានជីវភាពខ្វះខាតណាបាទហើយឥឡូវនេះបើតាមឃើញតាមបណ្ដាញសង្គមហ្នឹងគឺមានការផ្ដល់អាហារូបករណ៍ច្រើនជាពិសេសតាមរយៈក្រសួងការងារតាមរយៈក្រសួងអប់រំនិងតាមរយៈរដ្ឋាភិបាលលោកបានផ្ដល់អាហារូបករណ៍ឲ្យយើងច្រើនណាស់អញ្ចឹងបងប្អូនអាចទៅសិក្សាថាតើមានជំនាញដែលយើងត្រូវការទេហើយយើងអាចទៅរៀននៅទីនោះបានទេបាទចំណុចទី5គឺជាចំណុចសំខាន់ជាងគេបងប្អូនណាយើងត្រូវដឹងថាការប្រឡងបាក់ឌុបវាគ្រាន់តែជាជំហានមួយសម្រាប់ឲ្យយើងឆ្លងទេប៉ុន្តែវាមិនមែនជាអ្នកកំណត់ជោគវាសនាឬក៏អនាគតរបស់យើងទេកន្លែងនេះចំពោះបងប្អូនដែលធ្លាក់បាក់ឌុបឬក៏មានអារម្មណ៍ថាមិនទុកចិត្តលើសមត្ថភាពខ្លួនឯងទោះបីជាធ្លាក់ឬក៏ជាប់ក៏ដោយយើងផ្ដល់ឱកាសឲ្យខ្លួនឯងប្រឹងប្រែងបន្តទៀតយើងអាចរៀននៅបរិញ្ញាបត្ររងយើងអាចមានការងារធ្វើរកការងារធ្វើស្ម័គ្រចិត្តឬក៏ការងារ part time ការងារក្រៅម៉ោងឬក៏ការងារផ្សេងទៀតដែលអាចត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងហើយកុំបដិបដោយខ្លួនឯងបាទកុំបដដោយខ្លួនឯងអញ្ចឹងនេះគឺជាចំណុចខ្លីៗដែលខ្ញុំនឹងលើកមកហើយបើសិនជាបងប្អូនយល់ថាត្រូវកុំភ្លេចជួយចុច subscribe តាមដានហើយជួយបញ្ចេញមតិយោបល់ម្នាក់មួយផងបាទសូមអរគុណជម្រាបលា